ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមានមុខម្ហូបមួយឆាស្ពៃតឿជាមួយសាច់ជ្រូក3ជាន់មើលគ្រឿងផ្សំទាំងអស់គ្នាទី1មានម្រេចរ៉ូឌីហើយប៊ីចេងតមកទៀតមានស្ករត្នោតតមកទៀតមានខ្ទឹមសច្រាំហើយហ្នឹងហើយគ្រឿងយើងមានខ្លាញ់ប្រេងខ្យងហើយទឹកត្រីស្ពៃតឿលាងទឹកឲ្យស្អាតហើយសាច់ជ្រូក3ជាន់យើងហាន់ហើយជាដុំហ្នឹងមកមើលរួចហើយមើលវិធីធ្វើទាំងអស់គ្នាកែឲ្យក្តៅសិនមកចាំឆ្នាំងក្តៅតិចយើងចាក់ប្រេងឆាចូលប្រេងឆាចាក់មុំសិនបានហើយព្រោះសាច់ជ្រូក3ជាន់វាមានខ្លាញ់ស្រាប់អញ្ចឹងខ្ញុំធ្វើបងប្អូនណាធ្វើវិធីផ្សេងគ្នាខ្ញុំមិនដឹងតែខ្ញុំធ្វើតាមបែបខ្ញុំដាក់ឲ្យវាឈ្ងុយសិនដាក់ឲ្យវារាងក្រៀមសិនចាំដាក់ខ្ទឹមចូលឲ្យសាច់ជ្រូកវារាងក្រៀមបានឆ្ងាញ់វាអត់ធំក្លិនឆ្អេះចឹងយើងបិទគ្រាប់សិនខ្លាចពីខ្ទួចាបិទចាំបន្តិចទៀតឲ្យវាក្រៀមសិនឥឡូវយើងមើលសាច់ជ្រូកយើងតិចសិនកូរវាសឹងខ្លាចខ្ទួវាខ្ទួហាបងនេះវារាងក្រៀមក្លាប់ចិត្តដើមក្រៀមឡើងហើយបាត់សិនឲ្យវាក្រៀមថែមទៀតចាំមើលបន្តិចទៀតចាអញ្ចឹងយកមកមើលសាច់ជ្រូកយើងហ្នឹងក្រៀមហើយចាតែខ្ទួខ្ញុំហ៊ានបើកក្រាបអញ្ចឹងយើងស្រង់វាទៅមកខាងសិនណាទៅអូយខ្លាំងច្រើនណាចាំបន្តិចបាត់សិនណាបងឥឡូវយើងបន្តទៀតយើងដាក់ខ្ទឹមសិនខ្ទឹមសដាយលឿងឲ្យវាឈ្ងុយធ្វើអញ្ចឹងឆ្ងាញ់ណាបងប្អូនសាច់ក្រៀមអត់ធំក្លិនសាច់ជ្រូកឲ្យខ្ទឹមនឹងវារាងក្រហមសិនចឹងយើងដាក់ស្ករត្នោតចូលតែឡើយវារាងក្រហមសិនចាប់ដើមក្រហមហើយយើងដាក់ស្ករត្នោតបន្តិចមកបានហើយលោកផ្អែមពេកដាក់វាកូរជាមួយសាច់ស្ករចូលហើយដាក់ស្ពៃចូលខ្លះកូរវាកូរត្រឡប់ហ្នឹងណាកូរវាសិនទៅយើងយកម្រេចដាក់តិចបានហើយប៊ីចេងបន្តិចរ៉ូឌីបន្តិចប្រេងខ្យងបន្តិច
ទឹកត្រីចូលបន្តិចហើយកូរវាយើងដាក់គ្រឿងសពអស់ហើយចាំឲ្យបន្លែនឹងរៀងឆ្អិនតិចចាំយើងភ្លក់សាបឲ្យប្រៃបល្មមយើងបាច់ដាក់ថែមអីទៀតទេតែបើខ្វះគ្រឿងអីយើងដាក់គ្រឿងនឹងទៀតសាច់ជ្រូកយើងឆ្អិនស្រាប់ហើយគ្រាន់តែឲ្យស្ពៃព្រាងសពបន្តិចឆ្អិនអូខេចឹងយើងក្របវាបន្តិចបានចាំតិចទៀតឥឡូវបងប្អូនខ្ញុំបើកសិនចាក់ទឹកវាបន្តិចឲ្យវាមានទឹកឲ្យវាឆ្អិនបន្លែចាក់តិចបានហើយទៅកូរវាតិចយើងចូលចិត្តបន្លែប៉ុណ្ណឹងអូខេបានហើយឆ្អិនហើយតាឆាលើឆ្អិនហើយបងប្អូនណាចង់ភ្លក់មួយខ្ញុំមកផ្ទះខ្ញុំមកភ្លក់ទាំងអស់គ្នាឆាស្ពិចតឿជាមួយសាច់ជ្រូក3ជាន់បានឆ្អិនរួចរាល់ហើយឥឡូវខ្ញុំដួសដាក់ចានបិទហ្គាសសិនដាក់ចានសិនឆាស្ពៃទារួចរាល់ហើយអរគុណបងប្អូនដែលមើលវីដេអូរបស់នាងខ្ញុំអរគុណច្រើនបាយបាយ